បាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទនេះគឺជាវីដេអូចាស់ដែលខ្ញុំបានថតកាលបង្កើតធនធានសាមគ្គីពុកម៉ែបងប្អូនប៉ុន្តែថ្ងៃនេះគឺនឹកឃើញយកវីដេអូនេះមកផុសដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនាកំសាន្តពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពការដង្ហែបុណ្យអង្គធនធានសាមគ្គីដែលស្ថិតនៅក្នុងវត្តអូតកុកពុកម៉ែបងប្អូនបាទស្ថិតនៅក្នុងស្រុកស្វាយលើខេត្តសៀមរាបពុកម៉ែបងប្អូននេះគឺមានប្រជាពុទ្ធបរិស័ទជាច្រើនពុកម៉ែបងប្អូនបាទមកច្រើនមែនទែននាំគ្នាមកហែហោមអមនៅដំណើរហែប្រតិសិននៅព្រះវិហារ3ជុំដើម្បីនឹងវេនៅប្រគេននៅអង្គធនធាននឹងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសពុកម៉ែបងប្អូនបាទនេះពុកម៉ែបងប្អូនបាទគឺប្រជាពុទ្ធបរិស័ទដែលកាន់ផ្នែកព្រះពុទ្ធសាសនាពុកម៉ែបងប្អូនគឺឲ្យទៅដល់រដូវបុណ្យកឋិនទានហើយពុកម៉ែបងប្អូនបាទគឺនាំគ្នាតែងតែប្រារព្ធពិធីបុណ្យកឋិនទាននេះឡើងគ្រប់វត្តពុកម៉ែបងប្អូនបាទគឺធ្វើឡើងគ្រប់វត្តប៉ុន្តែដោយឡែកពុកម៉ែបងប្អូនបាទបុណ្យកឋិនទានសាមគ្គីនេះគឺថាក្នុងមួយវត្តនេះគឺធ្វើបានតែម្ដងពុកម៉ែបងប្អូននេះហើយនេះគឺជាក្រុមឆាយ៉ាំពុកម៉ែបងប្អូនបាទអ្នករំគូរំសប្បាយមែនទែនពុកម៉ែបងប្អូនបាទហើយនេះគឺជាសកម្មភាពមានទាំងក្មេងមានទាំងចាស់មកត្រេកអរអនុមោទនានៅបុណ្យកុសលការដង្ហែអង្គធនធានគឺច្រើនកកមែនទែនពុកម៉ែបងប្អូននេះនៅក្នុងផ្នែកព្រះពុទ្ធសាសនាគឺច្រើនមែនទែនសម្បូរណាស់ពុកម៉ែបងប្អូនបាទគឺឲ្យទៅដល់រដូវបុណ្យកឋិនទានហើយគឺមានមនុស្សម្នាច្រើនកកពុកម៉ែបងប្អូនបាទគឺនាំគ្នាដង្ហែអង្គធនទាននេះមើលចុះពុកម៉ែបងប្អូនគឺច្រើនមែនទែនខ្លះមានការប្រាក់ខ្លះមានស្បង់ស្បៃត្រីជាវោអីហ្នឹងឯងពុកម៉ែបងប្អូនបាទគឺដើម្បីដង្ហែហើយខ្លះទៀតក៏មានការមានភីអីហ្នឹងឯងពុកម៉ែបងប្អូនដើម្បីយកដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាសពុកម៉ែបងប្អូនអស់ត្រីមាសក៏បានន័យថា3ខែពុកម៉ែបងប្អូនគឺច្រើនកកមែនទែននេះមានទាំងក្មេងមានទាំងចាស់ដើម្បីមកដង្ហែហោមអង្គធនធាននេះគឺក្រុមឆាយ៉ាំពុកម៉ែបងប្អូនបាទគឺសប្បាយមែនទែន